សួស្តីអ្នកគ្រូហើយនឹងសួស្តីមិត្តភក្តិទាំងអស់គ្នាវីដេអូហ្នឹងខ្ញុំនឹងនិយាយទាក់ទងទៅនឹង pin command តែនៅក្នុងហ្នឹងគឺយើងមាន3 ចំណុចដំបូងយើងត្រូវធ្វើការ remote ទៅកាន់ SSH តាមរយៈ user របស់ខ្ញុំឈ្មោះ chat message អញ្ចឹងមកយើងវាយ SSH ហើយនឹងឈ្មោះ user របស់ខ្ញុំហើយនឹង IP address ដែលមាននៅក្នុង server YouTube ហ្នឹងហើយបន្តមកយើងវាយ password របស់យើងហ្នឹងគឺហើយចំណុចទី1នេះគឺយើងសូ username command ដល់ហ្នឹងគឺ who am I ហើយបន្តមកយើងចូលដល់ចំណុចទី2គឺ list and take 3 line ហើយដើម្បីធ្វើការនេះយើងវាយ command ls.lh ហ្នឹងមកសិនមកចឹងវានឹងឃើញ file list file ដែលខ្ញុំមានទាំងអស់ហ្នឹងហើយមួយទៀតគឺយើងវាយ ls.lh/nl ដើម្បីឲ្យវាហ្នឹងខនឲ្យរាប់ចំនួន file ដែលខ្ញុំមានហ្នឹងអញ្ចឹងទាំងអស់ខ្ញុំមាន12 file ហើយបន្ទាប់មកខ្ញុំនឹងប្រើប្រាស់ការលេងមួយទៀតដែលការប្រើប្រាស់ head ដែលយើងរាប់ពីតូចមកធំឥឡូវនេះខ្ញុំវាយ head.3 អញ្ចឹងមានន័យថាវារាប់ពីតូចមកធំមកដល់លេខ3ហើយមួយវិញទៀតគឺយើងប្រើប្រាស់ tall ដែល tall ហ្នឹងគឺរាប់ពីធំទៅតូចវិញអញ្ចឹងខ្ញុំវាយចាំ tall 3 tall ដល់3អញ្ចឹងវារាប់ចាប់ពីធំទៅតូចវិញដែលយើងមាន12 11 10ហ្នឹងហើយបន្តមកខ្ញុំធ្វើការតេស្តវាទាំងពីរហ្នឹងទាំង tall ទាំង head អញ្ចឹងខ្ញុំដាក់ tall ដក3ហើយនិង head ដក3វាយខុសអញ្ចឹងវា head ដក5ហើយនឹង tail ដក3អញ្ចឹងវារាប់ចាប់ពីកដាលវិញដែលមាន3ដល់5ហ្នឹងហើយបន្តមកខ្ញុំចូលដល់ចំណុចបន្តទៀតគឺ create file and write many line then take 3 line to show internal ដំបូងខ្ញុំធ្វើការ attach file មួយសិនattach file test1.txt ហើយមកខ្ញុំប្រើប្រាស់ web បើសិនជាយើងអត់មាន web ទេយើងគ្រាន់តែវាយ sudo apt install web មកប៉ុន្តែអានេះខ្ញុំ install ហើយចឹងខ្ញុំចូលទៅកាន់ file ហ្នឹងមកហើយយើង text ឲ្យបានច្រើនឲ្យបានប្រហែលជា10 line អីទៅខ្ញុំគេយកទៅតង់មានរឿងសេតហើយដើម្បីចាញ់យើងគ្រាន់តែចុច escape ចុច2ហើយនឹង WQ ចុច enter ទៅវាចេញវិញហើយបន្តមកយើងធ្វើការ cat ទៅមើល file ហ្នឹងតេស្ត1.txt head ដំបូងយើងត្រូវធ្វើការ list វាមើលសិននេះខ្ញុំច្រឡំប្រើ head ទៅហើយចឹងយើងវាយ list វាមើលសារថ្មីចូល cat មើលសារថ្មីដំបូងយើងធ្វើការ count line វាមើលសិនចឹង file របស់ខ្ញុំទាំងអស់ហ្នឹងគឺមាន11
ហើយបន្តមកយើងធ្វើការរាប់វាដោយការប្រើប្រាស់ head ដែលរាប់ពីតូចមកធំវិញអញ្ចឹងយើងបាន1 2 3ហើយបន្តមកទៀតយើងប្រើ command tell ម្ដងដែលយើងរាប់ពីធំទៅតូចអញ្ចឹងខ្ញុំដាក់ tell ដល់3អញ្ចឹងវារាប់ចាប់ពី11ដល់ហើយបន្តមកខ្ញុំធ្វើការតែទាំង head ហើយនិងទាំង tall អញ្ចឹងខ្ញុំដាក់ head ដក9ហើយនិង tall ដក3អញ្ចឹងយើងបានឥឡូវខ្ញុំដាក់ដក9ហើយយើងបាន7ដល់9ហើយបើសិនជាដាក់ដក5ដក3យើងបាន3 4 5អញ្ចឹងវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណឹងសួស្តីគ្រូហើយនិងមិត្តភ័ក្តិទាំងអស់គ្នាវីដេអូហ្នឹងខ្ញុំនឹងធ្វើទាក់ទងទៅនឹង alumni common exercise ដែលនៅក្នុងហ្នឹងយើងមាន3 part តែមាន part ទី1ហ្នឹងគឺ pancake management exercise pip and redirection ហើយនឹង firewall exercise ហ្នឹងហើយដំបូងហ្នឹងយើងត្រូវធ្វើការ remote Ubuntu server ទៅ SSH សិនដែលខ្ញុំវាយ user របស់ខ្ញុំ Chan Mesa ហើយនឹង IP address ឥឡូវខ្ញុំចូលបានហើយហើយដំបូងបន្តទៀតហ្នឹងគឺយើងសូ user name whoami ហើយបន្តមកយើងចូលទៅកាន់ exercise របស់យើងហ្នឹងដំបូងយើងធ្វើការ update វាមួយសិនគឺ sudo apt update ពេលយើងចង់ update ចឹងវាឲ្យវាយ password យើងវាយ password វាចូលសិនមកបែនេះមិន red ទេអូខេចឹងវាធ្វើការ update ហើយបន្តមកយើងដល់ចំណុចទី2យើងធ្វើការ install វាចឹងយើងវាយ sudo apt install ចឹងវាធ្វើការ install ហើយមកដល់ចំណុចទី3គឺយើងធ្វើការ install pancake មួយដែលមានឈ្មោះថា ngx ចឹងយើងធ្វើការ install មកគឺ sudo apt install ឈ្មោះ pancake ហ្នឹងគឺ ngx ហ្នឹងចឹងវាធ្វើការ install ហើយកន្លែងនេះវាសួរយើងចុច y មកបន្ទាប់ពីយើង install ហើយយើងធ្វើការ clear វាមួយសិនមកហើយចូលមកដល់ចំណុចបន្ទាប់គឺយើងចូលទៅដល់ចំណុចទី4យើងត្រូវ check ngx ហ្នឹងគឺ server របស់ ngx ហ្នឹងវាដើរឬក៏អត់អញ្ចឹងយើងធ្វើការy command មួយគឺ command system ctl status ngx ចឹងខ្ញុំsystem ខ្ញុំសេខោចឹងខ្ញុំសេម្ដងទៀត system status ngx ចឹងយើងអាចឃើញថាserver ngx របស់ខ្ញុំហ្នឹងគឺវាកំពុងតែ running ហើយដើម្បីចង់ចេញមកវិញយើងគ្រាន់តែចុចអក្សរ Q ហើយមកដល់ចំណុចទី5ហ្នឹងគឺយើងធ្វើការ remove pancake ngx ហ្នឹងហើយដើម្បីធ្វើការ remove ហ្នឹងយើងគ្រាន់តែវាយ command sudo apt ហើយយើងដាក់ remove
hay đã trong một việc cái anh chị chẳng biết thứ ca install chẳng biết xua dương hả cho nhưng đã vài mà chẳng như thứ ca ở remove ban chốt chi hay bắt đầu mỗi dương cho tất cả là path to đại dương này gì bị pip hay năng redirection hãy cho mình nói chỉ một chỉ môi nó cứ dương cái cho dương display list on the file in a correct directory năng hay đồng bài thiết kế lấy dân vai của mình là ls hãy comment mấy cái nó cứ ls la chẳng biết li mà file là dương miền nó cứ việc số mới dương muốn hay nó cứ chỉ file là nhóm miền mình làm một cảnh nào hãy cho ta đây cho nói tiếp bấm cứ cái ai dương vô pip to a filter display tại file này đại miền dot t đại file tt chẳng như vậy cũng là ls.h grab cho ta file là tt chẳng vì này sau tranh mó vì tranh ta file tt đại miền này không tay cái gì nữa ai dương cho đây cho nói tìm bảy cứ cái ai dương use pim to search for this process ASA hay năng là anh chị chẳng dương thực hiện quay của mình là PS AUA chẳng mới dương grab nhưng trong màn ASA dương quay grab ASA chẳng với tranh quay như vậy của mình khơi dương quay mà đang thiết là PS AUA slash grab dương grab vô ta file ASA chẳng biết sau ta file là ASA để nhung miền năng hai bữa sau dương cho man anh chị ít dương con đã quay ở comment đá đâu bây giờ ASA đã anh chị nè chẳng biết năng chơi nhà anh chị ít hay cho mà đây chuyện này tổ tiết cứ chùm này tiếng 4 chùm này tiếng 4 cứ redirect command output using into a file name output.tt chẳng như thực ls quay command ls nhà thông chiến output.tt chẳng như cho the cat output.tt chẳng sẽ cái cat chẳng biết là chơi nhà file bọn nhóm được ở năng miền thị thì dân đã xin nhà thông output.tt chẳng biết bàn đây thay vì chap file thì nó thật đã không file là output.tt mình năng chăm theo cả clear môi sẵn hay đó path thì bấy cứ firewall là exercise rồi chùm lại tiêu môi nó cứ cái dân ở check firewall status chẳng với chơi nhà inactive hay là mày tại sao lại dân ở toàn bài là enable vì chẳng dương cho từ cái là enable với con là wire của mình là sudo ufw status dân cho là enable với con là wire sudo ufw hay là enable vì mà chẳng vì xua dân ở process with operation nhưng chơi vài mà chẳng vì tất cả enable này nhưng cho là chẳng nhưng cho từ check mơ firewall status mà đòn tiếp dân quay ở sudo ufw status chẳng vì khơi hay dân cho mà đo chúng nói tiếp nó cứ dân cái dân ở allow port backup đây là mấy thứ allow tất cả allow nhưng còn là sudo ufw allow như vậy lịch bạch xong rồi tại sao tại nhóm mà toàn miền port bạch sắp chẳng vì tất cả rule add và tổng mỗi dương cho tất cả là dương từ check mưa starter vì mà đón tiền cho như vậy của mình sudo ufw starter cho những khơi nhà port bài sub năng là dương ban add mình mùi năng hai dương cho đo chùm nơi tí đọc
13គឺគេឲ្យយើង allow ASH server ចឹងយើងធ្វើការវាយ command sudo ufw allow ASH ហើយចូលមកដល់ចំណុចចុងក្រោយហ្នឹងគឺគេគ្រាន់តែឲ្យយើង check firewall status again to verify the rule ហ្នឹងគឺយើងវាយ command ដដែលមិញហ្នឹងមកគឺ sudo ufw status ហ្នឹងអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណឹងអរគុណលោកគ្រូនិងសួស្តីគ្រូនិងអ្នកទាំងអស់គ្នាវីដេអូនេះយើងនឹងធ្វើការ connect AWS ទៅកាន់ ASA ដំបូងយើងជ្រើសយក Ohio ហើយយើងធ្វើការចុច log instant ហើយយើងធ្វើការ get start កន្លែងណាមិនថាយើងដាក់ ISU35 ECP/remote ហើយសម្រាប់កន្លែងនេះយើងជ្រើសរើសរកកន្លែងណាម៉ាស៊ីនមួយណាដែលតូចជាងគេចឹងខ្ញុំយកលើគេមកអស់ហើយយើងទៅធ្វើការ create key pair ហើយ name key pair ខ្ញុំដាក់ ISU35 /ASH/remote ចឹងយើងធ្វើការចុច create key pair ហ្នឹងមកហើយបន្តមកយើងចុច load instant ហើយមកដល់នេះយើងធ្វើ connect យើងយក SSH client ដំបូងយើងត្រូវ download instead ID មួយនឹងសិនប៉ុន្តែខ្ញុំហើយបន្តមកតាមយើង copy ហើយបន្តពីយើងចូលយើងចុចចូលមកសិន ls ចឹងយើងឃើញហើយfile ឲ្យយើង download មិញហ្នឹងខ្ញុំដាក់នៅក្នុង Windows desktop ហើយបន្តមកយើងធ្វើការ copy paste វាមិញហ្នឹងមកហើយសម្រាប់កន្លែងនេះគឺយើងសម្រាប់យើង connect ទៅកាន់ SSH ចឹងយើង copy paste វាមកហើយយើងធ្វើការ enter យើងចុច y yes ដោយសារតែកន្លែងហ្នឹងគេឲ្យខ្ញុំចុចឲ្យចុច yes តែខ្ញុំចុច y ចឹងយើងចុច yes មកអូខេឥឡូវយើងធ្វើការ connect បានជោគជ័យហើយឥឡូវខ្ញុំធ្វើការ clear វាមួយសិនឥឡូវដើម្បីចូលធ្វើកិច្ចការបន្ទាប់ទៀតខ្ញុំត្រូវឆែកមើលសិនថាខ្ញុំនៅ folder មួយណាហើយមកចឹងយើងនៅទៅលើ Ubuntu ហើយយើងវាយ pwd ហើយដើម្បីធ្វើកិច្ចការយើងបានយើងត្រូវការធ្វើការ update សិន sudo apt update បន្តទៅធ្វើការ update ហើយយើងធ្វើការ upgrade មួយទៀតគឺ sudo apt upgrade យើងចុច yes មកឥឡូវយើងមកធ្វើកិច្ចការរបស់យើងហើយដើម្បីដំបូងយើងធ្វើការ install 3មួយសិនមក sudo apt install 3ហើយដើម្បីយើងដឹងថា install 3បានអត់យើងធ្វើការវាយ 3.version មកចឹងយើងឃើញហើយយើងdown install 3បានជោគជ័យហើយបន្តមកយើងធ្វើការបង្កើត category មួយគឺ KDIR យើងវាយវាឬ copy វាមកបន្តមកយើងបង្កើត category មួយហើយគឺយើង
ធ្វើការបង្កើត nanotech.tt ឡើយវាចូល taskbar មួយដែលយើងអាចទៅសេ text បានហើយ text ហ្នឹងខ្ញុំមានទៅសេ text industrial welcome text welcome ហើយនឹង SU35 welcome ហើយបន្តមកយើងធ្វើការចេញវាមកវិញមកហើយបន្តមកយើងធ្វើការ cat ដើម្បីមើល file ហ្នឹងមកគឺ cat text.tt ចឹងយើងឃើញ text ដែលយើងស្អីហ្នឹងមិញហើយហើយមកដល់កន្លែងនេះគឺយើងចំណុចថ្មី cp ចឹងខ្ញុំធ្វើការវាយ cp text.tt 001/ ហើយយើងធ្វើការវាយដដែលចឹងមក001រហូតដល់0010ជាសារកន្លែងនេះខ្ញុំទៅសេខុសត្រូវ010ហើយបន្តមកយើងធ្វើការត្រីវាមើលចឹងយើងឃើញហើយតើន័យរបស់យើងវារៀបតាមលំដាប់លំដោយតាមត្រីហើយបន្តមកខ្ញុំចូលដល់ចំណុចបន្ទាប់ទៀតគឺយើងឃើញតែធ្វើការតែទៅលើ file មួយហ្នឹងចឹងយើងសេមកតែ .cvapp syntax.ta 001/ នេះយើងឃើញហើយវាតែបានសម្រាប់ហើយចូលដល់ចំណុចបន្ទាប់ទៀតគឺតែ .c vap syntax.ta 001/ ចឹងយើងឃើញហើយយើងមកដល់ចំណុចបន្ទាប់គឺតែដក cfv syntax.data.gz syntax.data ដោយសារតែកន្លែងនេះខ្ញុំសរសេរខុសព្រោះតែខ្ញុំមាន a ឡើង3ហើយចឹងខ្ញុំវាយម្ដងទៀតមកគឺតែដកsyntax.data.gz ហើយចំណុចបន្ទាប់យើងគឺធ្វើការ zip ហើយដើម្បី zip បានយើងត្រូវការ install zip វាសិនអញ្ចឹងយើងវាយ command sudo a install zip មកចឹងយើងចូលឆែកមើល zip ហ្នឹងសិនថាយើងបាន install បានអញ្ចឹងយើងចុច zip .version យើងឃើញបានថា zip យើងបង្កើតបានហើយឥឡូវយើងធ្វើការ zip .rv syntax .zip 001ហើយទិន្នន័យហ្នឹងយើងឃើញទិន្នន័យដែលវាកំពុងធ្វើការ zip មួយហ្នឹង
ហើយឡើយខ្ញុំធ្វើការ unzip វា unzip syntax dot zip អញ្ចឹងយើងA មកដើម្បី list វាចោលអញ្ចឹងយើងធ្វើការ unzip បានហើយដើម្បីដឹងថាតើន័យយើងបង្កើតវិញមានន័យខ្លះយើង tree វាម្ដងទៀតមកអញ្ចឹងយើងឃើញមាន syntax.ta.json syntax.ta ហើយអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណឹងអរគុណលោកគ្រូនិងអ្នកអរគ្នា